bạn bong chân nó không video ní nhưng mà hai bong tiện tôi chỉ mùi nâng ca và cả thẹp bò thái mà bong chân cả này ní đầu tiên tóc nhau miền đop hay nhầm trong và cả tóc thái đọp tiệt cho chân dương thôi ca cho mà can tiếng bể office hiếm máu màต่อมาទៀតបងធ្វើការចុចទៅកាន់ពាក្យថា control center ต่อមកទៀតបងធ្វើការចុចទៅកាន់ពាក្យថា POS នេះមកបាទต่อមកទៀតបងនឹងឃើញពាក្យថា KOMS អញ្ចឹងបងចុចទៅកាន់ពាក្យថា KOMS ហ្នឹងមកបន្តមកទៀតបងឃើញពាក្យថា table អញ្ចឹងធ្វើការចុចចូលទៅកាន់ពាក្យថា table ហ្នឹងមកបាទអញ្ចឹងកន្លែងនេះវានឹងសូនៅ table ដែលបងមានហើយបើករណីបងចង់ create time create មានពីរជម្រើសបើករណីបងចង់ create ថែមតែមួយទេបងអាចធ្វើការ create នេះបាន create នឹង create បានម្ដងមួយប៉ុន្តែបើករណីបងចង់ create ជា list មានថាចាប់ពី2ឡើងទៅបងអាចធ្វើការ create កន្លែងនេះបានហ្នឹងហើយអញ្ចឹងបងធ្វើការចុចទៅកាន់ពាក្យថា create table list ហ្នឹងមកអញ្ចឹងកន្លែងនេះតម្រូវឲ្យបងបំពេញឈ្មោះនៅ table របស់បងឧទាហរណ៍ថា table របស់ខ្ញុំវាឈ្មោះបែបនេះ table នេះមាន tray ហ្នឹងហើយអញ្ចឹងខ្ញុំដាក់ឈ្មោះ table បែបហ្នឹងមកហើយមាន tray ពីមុខនេះដាក់តែ tray បែបហ្នឹងមកអញ្ចឹងលេខ count រៀលខ្ញុំ count ដល់លេខ10អញ្ចឹងបើករណីខ្ញុំចង់ថែម10ទៀតយើងគ្រាន់តែធ្វើការបំពេញពីលេខ11ដល់លេខ20មកបងហើយកន្លែងនេះគ្រប់ table គ្រប់ table មានថាជា table ទៅតាមគ្រប់មួយឧទាហរណ៍ខ្ញុំមានគ្រប់ជាច្រើនឧទាហរណ៍ខ្ញុំមានគ្រប់ table ធម្មតា food panda eget wagner អញ្ចឹងទៅអញ្ចឹងកន្លែងនេះ table ហ្នឹងវាស្ថិតនៅក្នុងគ្រប់មួយណាអញ្ចឹងវានៅក្នុង table ខ្ញុំ select យក table បែបហ្នឹងហើយ price list នេះនៅពេលដែលបងលក់ currency គោលលុយអីវានឹងចាប់យកលុយហ្នឹងហើយបងបាច់ធ្វើការបដូរទេបាទហើយ tab នេះក៏បងបាច់បដូរដែរបងបន្តមកទៀតបងគ្រាន់តែធ្វើការចុច tick កន្លែង table price list នេះមកហើយយើងធ្វើការចុច save តែម្ដងបាទអញ្ចឹងយើងបង្កើតហើយបងយើងចូលមកកាន់ POS យើង refresh មួយមកវានឹង create table ចំនួន10ទៀតឲ្យយើងនេះឃើញអត់បងអញ្ចឹង table ចំនួន10ហ្នឹងវាអត់ទាន់មានរូបទេអញ្ចឹងបើសិនមកបងចង់ដាក់រូបយើងធ្វើការចុចចូលមកកាន់ផ្ទាំងនឹងម្ដងទៀតមកហើយយើងធ្វើការ select ទៅកាន់ table ណាដែលយើងចង់ដាក់រូបអញ្ចឹងណាបងអញ្ចឹងមិញខ្ញុំនេះ table ដែលខ្ញុំទៅបង្កើតពីលេខ11មកអញ្ចឹងខ្ញុំធ្វើការ select នៅ table ទាំងអស់ហ្នឹងដែលខ្ញុំទៅបង្កើតមកហើយយើងធ្វើការអូសមកខាងលើបងអូសមកខាងលើវិញហើយយកពាក្យចុចមកកាន់ពាក្យថា set image for select item ហ្នឹងមកបាទហើយយើង point ទៅកាន់រូបយើងទៅ select យករូបដែលយើង save ទុកអញ្ចឹងរូប table ខ្ញុំមានហើយស្រាប់ហើយខ្ញុំ save ទុកនៅក្នុង download អញ្ចឹងយើងគ្រាន់តែ find វាមក table នេះខ្ញុំមានហើយខ្ញុំគ្រាន់ select យកវាមក open តែប៉ុណ្ណឹងទៅវាចូលនេះបងអញ្ចឹងវាចូលមកនេះបងឃើញអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងបងអរគុណច្រើនបង